ពេលដែលពេទ្យនៅខ្មែរហើយនឹងនៅវៀតណាមពួកគាត់បានពិនិត្យច្បាស់លាស់ហើយថាខ្ញុំពិតជាមានជំងឺមហាហិចមែនហើយដំណាក់កាលទី4មកពួកគាត់ថាត្រូវឲ្យខ្ញុំនឹងធ្វើការវះកាត់ជាបន្ទាន់ព្រោះអីអត់អាចទុកយូរបានទេខ្ញុំគ្រាន់តែលឺអញ្ចឹងហើយអត់ជឿព្រោះអីមនុស្សនៅសុកហើយទៅឆែកសុខភាពធម្មតាហើយពេលដែលឃើញជំងឺឃើញឈឺធម្មតាថ្នាក់ហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាដើម្បីឲ្យច្បាស់លាស់មែនតើចង់ដឹងថាតើជំងឺមហាហិចដំណាក់កាលទី4ហ្នឹងវាមានរាលដាលទៅដល់កន្លែងណាខ្លះដើម្បីឲ្យដឹងថាតើមហាហិចនៅក្នុងខ្លួនខ្ញុំហ្នឹងវាមាននៅកន្លែងណាខ្លះហើយវារាលដាលដល់ណាខ្លះពេលគាត់ថាយើងត្រូវធ្វើ PET scan ហើយ PET scan ហ្នឹងនៅខ្មែរយើងអត់មានទេហើយនៅវៀតណាមមានតែនៅហាណូយហូជីមិញក៏អត់មានដែរពីមុនមានតែក្រោយមកគាត់ថាត្រូវត្រង់ជួយូរអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំទៅធ្វើ PET scan នៅចិនពេលហ្នឹងវល់ណាកំពុងតែបបាក់ចិត្តផងហើយត្រូវហៅពេទ្យនៅសៀងហៃផងហើយត្រូវហោះទៅនឹងត្រូវធ្វើវីសាត្រូវអីសុខចិត្តហោះអួយក៏អត់ចាញ់ទេប៉ុន្តែត្រូវតែធ្វើហើយត្រូវតែទៅដើម្បីដឹងថាតើជំងឺហ្នឹងវាបែបណាអីបែបណាវារាលដាលដល់ណាហើយត្រូវធ្វើមិនបន្តទៀតអញ្ចឹងនៅសៀងហៃហ្នឹងខ្ញុំយកពេទ្យ Futan Tasia Fusu ចុងលាវអ៊ីវៀនដែលពេទ្យហ្នឹងបកកែខាងមហាហិចហ្នឹងហ្មងហើយបើនិយាយទៅនៅក្នុងរ៉េងគេនៅស្រុកគេហ្នឹងដូចជារ៉េងទី3ហើយអញ្ចឹងក៏ខ្ញុំសើចឈ្មោះដុកទ័រដែលគាត់ជំនាញខាងមហាហិចដូចខ្ញុំហ្នឹងហើយធ្វើការណាត់ជួបជាមួយនឹងគាត់ឲ្យហើយមុនពេលដែលយើងទៅអាពេលតាមផ្លូវទៅពេទ្យនេះហ่าអូយអារម្មណ៍អត់មាននឹងខ្លួនទេណាដែលតខ្លួនប្រាណទេណាប៉ុន្តែវិញ្ញាណហ្នឹងក៏ហើរចេញពីខ្លួនបាត់ដែរដូចមនុស្សឈួតចឹងភ័យផងជាពិសេសភ័យហ្នឹងជាងគេហ្មងពួកអីខ្លាចទៅដល់ពេទ្យហើយគេឲ្យយើងធ្វើតេស្តសាដាវិញទាំងអស់ហើយជាពិសេសខ្លាចជាងគេឲ្យយើងធ្វើប៊ីយ៉ូស៊ីហ្នឹងដូចបាននេះថាឈប់សាច់យើងហ្នឹងយកទៅធ្វើតេស្តហើយអាឈប់សាច់ហ្នឹងគេអត់មានដាក់ថ្នាំសន្លប់ទេណាហ្នឹងគេដាក់ថ្នាំស្ពឹកហើយបន្ទាប់មកគេមកចូលគេហ្នឹងគេចោះចូលទៅខាងក្នុងហ្នឹងគេទៅឈប់យកសាច់ហ្នឹងដើម្បីយកមកធ្វើពិនិត្យអីហ្នឹងហ្នឹងអូយឈឺដឹងទាំងអស់ហ្មងតែសំណាងពេទ្យនៅចិនហ្នឹងយើងឲ្យតែឯកសារយើងមានទាំងអស់ដូច CT scan អមរ៉ៃហើយ biopsy ហើយនឹង test ឈាមរបស់យើងឲ្យគាត់មើលហើយគាត់អាចឲ្យយើងទៅធ្វើ PET scan បាននៅថ្ងៃបន្ទាប់មកដល់ពេលធ្វើ PET scan នេះយើងគេឲ្យយើងចាក់ថ្នាំសិនមុននឹងចូលទៅក្នុងម៉ាស៊ីនគេនឹងហើយថ្នាំហ្នឹងចាក់ឲ្យ1ម៉ោងបានយើងអាចចូលទៅថតបានហើយអាពេល1ម៉ោងអង្គុយចាំចូលទៅក្នុងម៉ាស៊ីនគេហ្នឹងក្នុងចិត្តអូយគិត1លានម៉ឺនសែនចំពោះបន់ហ្នឹងបន់អស់ហើយថាឲ្យលទ្ធផលចេញមកហ្នឹងកុំដូចអីដែលពេទ្យនៅខ្មែរឃើញកុំដូចអីដែលពេទ្យនៅវៀតណាមឃើញឲ្យឃើញទូស្រាជាងហ្នឹងអញ្ចឹងណាប៉ុន្តែជាក់ស្ដែងបន់បែនធំតាបន់ទីបំផុតលទ្ធផលចេញមកហ្នឹងវាដំណាក់កាលហ្នឹងវាធ្ងន់ជាងដែលឃើញនៅវៀតណាមហ្នឹងទៀតព្រោះអីវាមហាហិចហ្នឹងវានៅមួយកន្លែងហ្នឹងវាធំហើយវារាលដាលទៅដល់កន្លែងផ្សេងទៀតនៅក្នុងខ្លួនខ្ញុំរាលដាលដល់ទ្រូងដល់អីនៅដល់ខាងលើហើយអញ្ចឹងដំណាក់កាលទី4នេះមិនមែន4ធម្មតាគឺចូលដល់4 B ទៀតហើយអញ្ចឹងពេទ្យនៅហ្នឹងគេឲ្យយើងធ្វើការវះកាត់ជាបញ្ញាអត់អាចពន្យាពេលបានទេ